ខំសួរគាត់ថាតើ150000ហ្នឹងគឺចែកម្នាក់ឬក៏យ៉ាងណាដែរមិនគាត់ឆ្លើយមកខ្ញុំវិញថាអត់ទេ150000ហ្នឹងមិនមែនម្នាក់ទេគឺមួយក្រុមអញ្ចឹងធ្វើឲ្យខ្ញុំហ្នឹងគឺថាវានេះគឺជាសម្លេងរបស់បងស្រីវុតចាន់ម៉ូលីដែលបងស្រីបានបង្ហោះ status ប្រហែលថ្ងៃមុនដែលនិយាយអំពីក្រុមសិល្បៈរបស់បងស្រីដែលមានចំនួន25នាក់ហើយទៅសម្ដែងគេឲ្យថវិកាតែ150,000រៀលខ្ញុំពិតជាសោកស្ដាយខ្លាំងមែនទែនដែលសម្បូរមនុស្សមួយចំនួនធំមិនឲ្យតម្លៃទៅលើសិល្បៈបុរាណអញនិយាយបានថាគាត់ព្យាយាមលើកតម្កើងទៅលើអ្នកដែលល្បីអត់មានក្របខ័ណ្ឌអត់បានរៀននៅសាលាច្បាស់លាស់ជាក់ស្ដែងដូចបងស្រីអញ្ចឹងគាត់ជាមួយនឹងក្រុមសម្ដែងរបស់គាត់ច្រើនខ្លាំងមែនទែនដើម្បីសម្ដែងនៅសូមួយឲ្យបានល្អឥតខ្ចោះនៅក្នុងរយៈពេល15នាទីហ្នឹងគាត់បានបង្ហាត់ឬក៏បានហាត់សមអស់រយៈពេលប្រហែលជាមួយសប្តាហ៍ប៉ុន្តែអ្វីដែលគាត់ទទួលបាននៅពេលដែលគាត់ទៅសម្ដែងមកគឺបានថវិកាត្រឹមតែ150000ទេហើយអ្វីទាំងអស់នេះគឺពិតជាធ្វើឲ្យខ្ញុំក្នុងនាមខ្ញុំជាម្នាក់ដែលស្រឡាញ់និងចង់លើកស្ទួយវិស័យសិល្បៈមិនថាបុរាណមិនថាសម័យទេក៏មានអារម្មណ៍ថាពិបាកនឹងទទួលយកដែរបងប្អូនយើងខមមិនវែកញែកច្រើនខ្លាំងមែនទែនដែលគាត់សួរថាចំនួនលុយ150000ហ្នឹងគឺសម្រាប់ម្នាក់150000ឬក៏យ៉ាងម៉េចប៉ុន្តែបងស្រីបានបញ្ជាក់ហើយខ្ញុំបានសន្ទនាជាមួយគាត់ប្រហែលជាប្រហែល15នាទីគឺ150000ហ្នឹងសម្រាប់ចែកក្រុមរបស់គាត់ទាំងមូលតែម្ដងដែលមានគ្នារហូតដល់25នាក់បើតាមខ្ញុំស្ដាប់សម្លេងរបស់បងស្រីគាត់មិនចង់និយាយទេបញ្ហានេះពីព្រោះថាគាត់មានកិត្តិយសរបស់គាត់ដែរគាត់មិនចង់បង្ហាញជាសាធារណៈទេប៉ុន្តែគាត់មានអារម្មណ៍ថាគាត់ហួសចិត្តខ្លាំងពេកទើបបណ្ដាធ្វើឲ្យគាត់បង្ហោះនៅ status មួយនេះឡើងមកដើម្បីចែករំលែកពីខ្ញុំទៅខ្ញុំពិតជាសំណូមពរបងប្អូនមិនត្រឹមតែចាប់អារម្មណ៍ទេបងប្អូនត្រូវតែជួយលើកស្ទួយនៅវិស័យសិល្បៈរបស់យើងផងជាពិសេសតារាសម្ដែងជើងចាស់តារាសម្ដែងដែលគាត់មានបទពិសោធន៍និងមានការហាត់រៀនច្បាស់លាស់ពីសាលាអ្នកទាំងអស់គ្នាការសម្ដែងមិនមែនចេះតែសម្ដែងបានទេទាំងសូរស័ព្ទសូរសៀងសំឡេងកាយវិការទឹកមុខអារម្មណ៍គឺប្រើប្រាស់ទាំងអស់តែម្ដងហើយកាលណាដែលយើងមិនឲ្យតម្លៃបែបហ្នឹងបងប្អូនបានឃើញសូម្បីតែគាត់ទៅសម្ដែងនៅក្នុងកម្មវិធីប៉ុណ្ណានៃគាត់ចំណាយរយៈពេលមួយសប្តាហ៍នៅក្នុងការវឹកហាត់គាត់ចំណាយទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីទៅសម្ដែងហ្នឹងសួរថាថវិកាដែលគាត់ទទួលបានគេឲ្យគាត់ប៉ុណ្ណឹងវាសមនឹងតម្លៃដែរឬអត់នេះហើយនៅពេលដែលយើងទាំងអស់គ្នាឬក៏ប្រជាជនយើងទាំងអស់គ្នាមិនបានឲ្យតម្លៃទៅលើពួកគាត់អញ្ចឹងអ្នកដតីឬក៏អាចនិយាយបានថាអ្នកដែលគេកាន់ project ឬក៏កាន់អីហ្នឹងក៏គេអត់សូវឲ្យតម្លៃដែរអញ្ចឹងបងប្អូនយើងមួយចំនួនធំគួរតែចូលរួមអភិរក្សទាំងអស់គ្នាដើម្បីឲ្យសិល្បៈបុរាណរបស់យើងមានតម្លៃហើយនឹងមានការគ្រប់គ្រងឡើងវិញនៅពេលដែលយើងមានអ្នកចូលរួមឬក៏មានអ្នកចូលចិត្តទស្សនាច្រើននោះវានឹងធ្វើឲ្យមហាជនក៏ត្រឡប់មកគិតអំពីវិស័យនឹងវិញដែរខ្ញុំលើកឧទាហរណ៍ដូចជាបទចម្រៀងរបស់វ៉ាន់ដាមួយបទដែលមានចំណងជើងថា Time to Rise ដែលវ៉ាន់ដាគាត់បានអញ្ជើញលោកតាគង់ណៃមកបកស្រាយជាមួយហើយបទហ្នឹងមានការគ្រប់គ្រងខ្លាំងមែនទែនហើយអ្វីដែលយើងមិនសរសើរមិនបាននោះបទចម្រៀងបទហ្នឹងធ្វើឲ្យបរទេសស្គាល់កម្ពុជាយើងកាន់តែច្រើនបើទោះបីជាពេលនេះលោកតាមិនមានវត្តមាននៅលើโลกនឹងក៏ដោយប៉ុន្តែស្នាដៃនិងសម្លេងរបស់លោកតាក៏នៅតែបំពេអារម្មណ៍របស់ប្រជាជនខ្មែរយើងទាំងអស់រហូតមកដល់បច្ចុប្បន្ននេះផងដែរបើយើងនិយាយឡើងវិញទៅខ្ញុំក៏ឃើញច្រើនដែរតើតើទៅនឹង MV តារាចម្រៀងនៅក្នុងប្រទេសកម្ពុជារបស់យើងគឺយកល្ខោនបាសាក់យកអីយកឆៃយ៉ាំយកមកដាក់ច្រើនខ្លាំងមែនទែនហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើហើយបងប្អូនក៏ត្រូវតែគ្រប់គ្រងដែរបងប្អូននៅពេលដែលបងប្អូនឃើញគេយកវិស័យសិល្បៈបុរាណមកដាក់ចូលសម័យឬក៏យកមកបង្ហាញច្រើនបែបនេះបងប្អូនត្រូវតែមានការគ្រប់គ្រងនិងបងប្អូនចូលរួមចែករំលែកទាំងអស់គ្នាដើម្បីឲ្យសិល្បៈបុរាណរបស់យើងកាន់តែមានតម្លៃកាន់តែខ្លាំងហើយធ្វើឲ្យចាស់ព្រឹទ្ធាចារ្យគាត់មានការងារធ្វើគាត់មានកម្លាំងចិត្តនៅក្នុងការបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយដើម្បីកុំឲ្យបាត់បង់នៅវិស័យសិល្បៈបុរាណរបស់យើងទាំងអស់តែម្ដង